សំណួរគាត់នឹងគឺរៀងវែងគួរសមដែរនឹងខ្ញុំអានតិចសិនគឺគាត់បានសួរថាសួស្តីសូមសួរក្រៅប្រធានបទបន្តិចខ្ញុំមានកម្រងផលិត content និងមានកម្រងទិញ computer តែមិនច្បាស់ថាគួរយក Mac or Windows ខ្ញុំបានមើលវីដេអូគេច្រើនតែនៅតែពិបាកសម្រេចចិត្តតើបងអាចណែនាំបន្ថែមបានទេជាសំណួរគាត់ចង់ឲ្យខ្ញុំណែនាំតទៅជាមួយនឹងនៅពេលដែលផលិត content ហ្នឹងគួរតែជ្រើសយកម៉ាស៊ីនអីដើម្បីអាចថាយកទៅកាត់វីដេអូយកអីយ៉ាងទៅគាត់ថាពិបាកសម្រេចចិត្តមិនដឹងថាគួរយក Mac ឬក៏យក Windows តាមពិតទៅខ្ញុំក៏មិនអ្នកជំនាញតទៅជាមួយនឹងរឿងអនហ្នឹងដែរម៉ាស៊ីន computer ម៉ាស៊ីនអីហ្នឹងប៉ុន្តែបើសិនជាចូលជាគាត់សួរអញ្ចឹងហើយខ្ញុំក៏អាចថាធ្វើការចែកម្លែកទៅជាមួយបទពិសោធន៍របស់ខ្ញុំមួយចំនួនទៅលើរបស់ទាំងហ្នឹងថាគួរប្រើ Mac ឬក៏ប្រើ Windows ខ្ញុំអាចណែនាំបានប៉ុន្តែគឺខ្ញុំអត់specific ថាគួរតែទិញមួយណាទេគួរតែទិញ Windows ឬក៏គួរតែទិញ Mac ទេប៉ុន្តែខ្ញុំនឹងនិយាយចំណុចខុសគ្នាគុណសម្បត្តិនិងគុណវិបត្តិមួយចំនួនទៅលើ device ទាំងពីរហ្នឹង Windows ក៏ខ្ញុំធ្លាប់ប្រើហើយនិង Mac ក៏ខ្ញុំកំពុងតែប្រើដូចគ្នាប៉ុន្តែខ្ញុំសូមនិយាយឲ្យដូចខ្ញុំនិយាយបញ្ជាក់ចឹងគឺខ្ញុំមិនមែនជាអ្នកជំនាញទៅលើខាងហ្នឹងទេប៉ុន្តែគឺខ្ញុំមានបទពិសោធន៍អានេះគឺខ្ញុំនិយាយទៅជាមួយបទពិសោធន៍ប្រើប្រាស់ផ្ទាល់ខ្ញុំតែម្ដងថាម៉ាស៊ីនពីរហ្នឹងតើវាយ៉ាងម៉េចហើយនៅពេលដែលខ្ញុំនិយាយចប់គាត់អាចយកទៅគិតពិចារណាបានឬក៏អ្នកទាំងអស់គ្នាដែលមើលវីដេអូហ្នឹងគឺអាចយកទៅពិចារណាបានអូខេអញ្ចឹងតើតជាមួយនឹង Mac Windows គឺខ្ញុំសូមលើកយកចំណុចធំចំនួន3ហ្នឹងហើយតែ3ទេដើម្បីយកមកនិយាយដើម្បីកុំឲ្យគ្នាយើងពិបាកយល់ក៏ដូចជាវីដេអូនឹងវែងពេកអីចឹងទៅបច្ចុប្បន្ននេះគឺខ្ញុំកំពុងតែប្រើជាមួយនឹង Mac អូខេខ្ញុំប្រើជាមួយនឹង MacBook Pro ដែលមាន chip M4 Pro ហើយវាមាន RAM 24GB ជាមួយនឹង storage 512GB ខ្ញុំក៏ធ្លាប់ប្រើ Windows ពីមុនដែរទី1តកតងជាមួយនឹងកម្លាំងម៉ាស៊ីនទៅលើការកាត់វីដេអូកម្លាំងម៉ាស៊ីន Mac គឺវាប្រើបន្ទះ chip បានន័យថាបន្ទះ chip ហ្នឹងគឺវា copy Windows Windows គឺវាប្រើ motherboard ហើយគឺវាមានប្រភេទ CPU ប្រភេទ GPU ហើយនឹង RAM storage អីគឺវានៅដាច់ដោយឡែកពីគ្នាបានន័យថាវាស្ថិតនៅលើបន្ទះ motherboard តែមួយប៉ុន្តែរបស់ទាំងអស់ហ្នឹងគឺវាគឺជា component ដែលគេបានធ្វើវាដាច់ដោយឡែកពីគ្នាដូចជាយើងតែងតែលើថាដូចជា Intel Core i9 Core i7 ឬក៏ Ryzen 9 Ryzen អីចឹងទៅប្រហែល series អីចឹងទៅអាហ្នឹងដែលយើងធ្លាប់លើហើយនឹងមួយទៀតគឺតកតជាមួយនឹង Mac គឺវាប្រើប្រាស់បន្ទះ chip តែបន្ទះ chip វាគឺជាបន្ទះដ៏តូចគេចង់និយាយអំពី processor ដ៏តូចដែលវាមានតែមួយដុំទេបានន័យថាដូចជាបន្ទះ chip M4 Pro អញ្ចឹងគឺ chip ហ្នឹងគឺវាមានតែមួយដុំទេហើយក្នុងមួយដុំហ្នឹងគឺមានទាំង CPU ទាំង GPU RAM storage គឺវានៅក្នុងនឹងមួយ set តែម្ដងវាថាដូចជាមួយកញ្ចប់អញ្ចឹងវាធ្វើឲ្យ Mac ពិបាកក្នុងការដោះដូរបានន័យថាបើសិនជាយើងទិញ spec ប៉ុណ្ណាហើយគឺយើងប្រើ spec ប៉ុណ្ណឹងមួយជីវិតវាតែម្ដងយើងអាចធ្វើការ upgrade ឬក៏ដូរអីក៏ទេតែចំពោះ Windows វិញគឺយើងអាចធ្វើការដូរកើតបើសិនជាយើងចង់ upgrade RAM ឬក៏យើងចង់ upgrade storage អីឬក៏យើងចង់ដូរអីហ្នឹងយើងអាចដូរកើតនិយាយទៅគឺ Windows វាអាចបើកសិទ្ធឲ្យយើង customize បានច្រើនជាងនៅលើ Mac គេដាក់មកប៉ុណ្ណាគឺប៉ុណ្្នឹងហើយបើសិនជាយើងចង់ដូរក៏វាពិបាកដែរវា advanced តិចអញ្ចឹងចំពោះកម្លាំងម៉ាស៊ីនខ្ញុំគិតថាមិនថានៅលើ Mac មិនថានៅលើ Windows ទេបើសិនជាទិញspec រៀងខ្លាំងអាចថា Windows ចាប់ពី Core i7 ឡើងទៅឬក៏ Ryzen 7ឡើងទៅគឺវាខ្លាំងដូចតែគ្នាទេវាធៀបគ្នាជាមួយនឹងដូចជាថ្ងៃនេះគឺខ្ញុំប្រើទៅលើ M4 Pro តទៅជាមួយនឹងការ performance ផ្សេងគឺវាអត់មានបញ្ហាទេទៅលើការកាត់វីដេអូការ design រូបភាពអីផ្សេងហ្នឹងគឺវាដំណើរការល្អអញ្ចឹងចំពោះ performance ឬក៏កម្លាំងម៉ាស៊ីនអានឹងវាអាស្រ័យទៅតាមទំហំដែលយើងទិញអញ្ចឹងគឺវាអត់មានបញ្ហាទេយើងតម្រូវការមួយណាគឺយើងទិញមួយហ្នឹងទៅហើយនឹងមួយទៀតគឺទៅជាមួយនឹងអេក្រង់ខ្ញុំគិតថានៅលើ Mac វាមានអេក្រង់ភាគច្រើនគឺល្អជាងលើ Windows បើយើងទៅជាមួយនឹង laptop Windows បើសិនជាតម្លៃវាក្រោម$1000ឬក៏$1000តិចតួចហ្នឹងគឺអាចថាអេក្រង់វារៀងស្ទើរបន្តិចបើសិនជាយើងចង់បានអេក្រង់ភ្លឺច្បាស់ឬក៏អេក្រង់ដិតតែម្ដងហ្នឹងគឺយើងត្រូវចំណាយលុយរៀងច្រើនគួរសមដែរអាចថាតម្លៃវាគឺស្មើប្រហែលនឹង Mac ឬក៏ model ខ្លះគឺវាថ្លៃជាង Mac ទៅទៀតដូចជាពពួក Zephyrus អីហ្នឹងអាហ្នឹងសិតតែតម្លៃកប់ហើយក៏ដូចជាអេក្រង់វាគឺច្បាស់មែនទែនអាហ្នឹងបើសិនជាយើងនិយាយពីអេក្រង់អញ្ចឹងគឺអេក្រង់បើសិនជាយើងធៀបគ្នាជាមួយនឹង Mac ហើយនឹង Windows នៅលើ Mac ខ្ញុំគិតថាអេក្រង់វាល្អជាងអញ្ចឹងជាមួយអេក្រង់វាជាចំណុចសំខាន់មួយដែរទៅលើអ្នកកាត់វីដេអូបែងចែក color ច្បាស់ទៅគឺយើងស្រួលកាត់ដែរបានន័យថាយើងកាត់ចេញមកវាអត់ខុស color គ្នាពីផ្នែកឬក៏ color standard គេអញ្ចឹងទៅហើយនឹងចំណុចសំខាន់មួយទៀតគឺទៅជាមួយនឹងថ្មបើសិនជាយើងនិយាយអំពីថ្មនៅលើ Mac ហើយនឹង Windows ជាទូទៅគឺនៅលើ Windows បើសិនជាយើងប្រើយើងត្រូវការដុំសាកជាប់ខ្លួនរហូតបើសិនជាយើងអត់ដុំសាកគឺយើងអត់អាចប្រើកើតទេដោយសារតែ CPU ភាគច្រើនរបស់ Windows ហ្នឹងគឺវាត្រូវការថាមពលខ្លាំងដើម្បីអាចបញ្ចេញថាមពលមកអស់អញ្ចឹងបើសិនជាក្នុងករណីថាយើងអត់បានយកដុំសាកតាមខ្លួនទេគឺយើងអត់អាចធ្វើឲ្យកើតតែម្ដងអាចថាយើងមើល YouTube ឬក៏យើងវាយឯកសារតិចតួចគឺបានតែបើសិនជាយើងចង់ឲ្យកាត់វីដេអូឬក៏ចង់ design អីគឺបើសិនជាអត់ដុំសាកគឺចប់តែម្ដងហើយថាមពលថ្មវាដែលនៅក្នុងហ្នឹងក៏មិនសូវធំបានដែរបើយើងប្រើយ៉ាងច្រើនគឺបានអាចថាចន្លោះពី2ទៅ3ម៉ោងគឺវានឹងអស់ហើយប៉ុន្តែទៅលើ Mac គឺវាខុសពីហ្នឹងដោយសារតែនៅលើ Mac គឺវាមានថាមពលថ្មដែលកាន់បានយូរហើយនឹងប្រទេស chip របស់វាហ្នឹងគឺអត់សូវ
ស៊ីតាមពោះខ្លាំងដូចជាប្រភេទ Windows ទេអញ្ចឹងដូចជា model ដែលខ្ញុំកំពុងតែប្រើសពថ្ងៃនេះនៅពេលដែលខ្ញុំសាកមកពេញអញ្ចឹងទៅខ្ញុំអាចប្រើវាមួយថ្ងៃពេញដោយអត់សាកថ្មវិញទេគឺបានន័យថាសាកមកពេញខ្ញុំអាចប្រើវាបានមួយថ្ងៃទៅលើការកាត់វីដេអូផងការមើលរឿងផងឬក៏ការស្ដាប់ជំនាញអីទៅអញ្ចឹងទៅគឺអាចថាមួយថ្ងៃតែម្ដងពីព្រឹកដល់ល្ងាចគឺអត់បញ្ហាទេគឺយើងអាចប្រើវាបានអញ្ចឹងនេះគឺជាចំណុចល្អទៅលើ Mac ដែលខ្ញុំគិតថាវាល្អជាង Windows និយាយទៅគឺថ្មពិកាន់ហ្នឹងហើយអូខេអញ្ចឹងចំពោះយើងជាអ្នកកាត់វីដេអូគឺចំណុចប៉ុណ្នេះអ្នកគ្នាអាចធ្វើការវិនិច្ឆ័យបានហើយថាមួយណាដែលស័ក្តិសមសម្រាប់កាត់វីដេអូជាងឬក៏មួយណាដែលយើងគិតថាអាចស្រួលប្រើជាងបើនៅលើ Mac តើតើជាមួយនឹង experience នៃការប្រើខ្ញុំគិតថាវារៀងស្រួលជាង Windows រៀងឆ្ងាយគួរសមដែរនេះបើតាមបទពិសោធន៍របស់ខ្ញុំណាដោយសារតែបើសិនជាយើងទៅក្រៅទៅណាអីយើងមិនបាច់ចាំប្រើម៉ៅទេបើសិនជាតខ្លាំងគឺខ្ញុំយកវាដាក់លើផ្លូវហ្នឹងគឺខ្ញុំអាចកាត់វីដេអូបាននៅលើ trackpad វានឹងតែម្ដងខ្ញុំគិតថាវាស្រួលមែនទេតែបើឡើងខ្ញុំគិតថាវាអាចនឹងពិបាកដោយសារតែនៅពេលដែលខ្ញុំបដូរមក Mac ទ្រហ្នឹងគឺវាពិបាកក្នុងការសម្របខ្លួនក៏ដូចជាខ្ញុំគិតថាបើសិនជាអត់មានម៉ៅតែយើងកាត់វីដេអូមិនកើតព្រោះថាយើងប្រើ Windows យើងធ្លាប់តែប្រើម៉ៅអញ្ចឹងណាប៉ុន្តែនៅលើ Mac គឺវាអត់អញ្ចឹងទេយើងអាចប្រើ trackpad គឺយើងអាចកាត់វីដេអូនៅនឹងបាននិយាយទៅគឺ experience នេះគឺស្រួលមែនទេតែគឺវាឈានចូលទៅដល់ចំណុចមួយទៀតបើសិនជាអ្នកគ្នាមានគោលបំណងក្នុងការលេង game ឬក៏ក្នុងការយកទៅ design ប្លង់គូប្លង់ render graphic ធំខ្លាំងគឺខ្ញុំគិតថា Mac គឺវាអត់អាចធ្វើអញ្ចឹងកើតទេបើយើងនិយាយពីរឿង game គឺចប់តែម្ដង game គឺវាអត់អាចលេងនៅលើ Mac បានទេ game computer គឺអត់អាចលេងនៅលើ Mac បានទេអញ្ចឹងបើសិនជាអ្នកគ្នាចង់លេង game ឬក៏អ្នកគ្នាមានតម្រូវការក្នុងការកាត់វីដេអូផងឬក៏មានតម្រូវការបន្ថែមទៅលើការគូប្លង់ render 3D អីទៀតគឺខ្ញុំគិតថាគួរតែ Windows គឺវាដំណើរការល្អជាង Mac ហើយចំពោះចំណុចមួយទៀតដែលយើងតែដឹងនោះគឺ Windows គឺវាផ្ដល់សេរីភាពឲ្យអ្នកប្រើច្រើនជាង Mac បានន័យថាយើងអាច customize ឬក៏វាមានជម្រើសច្រើនឲ្យយើងប្រើអញ្ចឹងណាអូខេអញ្ចឹងអានេះវាគឺជាការឆ្លើយតបទៅកាន់គ្នាយើងដែលគាត់បានសួរខ្ញុំអញ្ចឹងអាចស្ដាប់វីដេអូដល់ចប់ទៅហើយអាចគិតមើលទៅថាមានតម្រូវការអីខ្លះទៅលើការប្រើ laptop ទាំងពីរហ្នឹងអានេះគឺខ្ញុំអត់និយាយទៅលើការងារស្រាលៗដូចជាការវាយឯកសារការប្រើប្រាស់ការងារ Office ឬក៏ការសរសេរកូដទេអានេះគឺខ្ញុំអត់និយាយទេខ្ញុំនិយាយទៅលើការងារធ្ងន់ផ្ដោតទៅលើអ្នកផលិតវីដេអូតែម្ដងអញ្ចឹងស្ដាប់វីដេអូនេះចប់អាចយកទៅពិចារណាបានហើយគិតមើលខ្លួនឯងទៅថាគួរតែទិញមួយណាហើយចំពោះតម្លៃវាយ៉ាងណាយ៉ាងណីអានឹងដូចខ្ញុំនិយាយមុនហ្នឹងថាបើសិនជា spec វាធំតម្លៃវាគឺអត់ខុសគ្នាឆ្ងាយទេគឺវាបាក់បែកគ្នានឹងឯងអូខេអញ្ចឹងសង្ឃឹមថាវីដេអូនេះគឺអាចផ្ដល់ជាមតិយោបល់បន្ថែមទៅកាន់មិនដឹងថាបងឬក៏បងទេគាត់បានសួរខ្ញុំនៅក្នុងវីដេអូនោះអូខេ